បាទអត្តការរងខណ្ឌទូកកបានធ្វើការល្បាតប្រទេសជនសង្ស័យដែលឆែកចាក់ស្ដាយវិញគឺមានសោកាច់កម៉ូតូបាទប្រិមត្តនោះបាទនេះគឺជាវត្ថុតាងបាទនេះបាទប្រិមត្តវត្ថុតាងដែលសមត្ថកិច្ចឆែកខ្លួនបានឃើញមិញប្រិមត្តសោកាច់ចាំមិញសោកាច់មិញឆែកឃើញលើខ្លួនណាគេបងប្អូនមួយហ្នឹងហើយជីមួយឯងមែនអត់ទេខ្ញុំដើរមកវាជួបមកតាមផ្លូវដើរមកមួយគ្នាទេបងជីមកមួយគ្នាដើរអត់ទេវាដើរមកផ្លូវផ្សេងដើរមកផ្លូវផ្សេងទេហើយមិញដើរឲ្យជីខ្ញុំដើរតាបងហើយចុះមួយនោះដើរទាំងពីរហ្នឹងដើរពីរនេះឯងសោកាច់ខ្លួនបាទសោកាច់ខ្លួនខ្ញុំមិនដឹងណាហ្នឹងបងហើយស្គាល់គ្នាដែរស្គាល់ទេអត់ស្គាល់ដើរមួយគ្នាអូយមិនអត់កាច់កណាគេមិនបាទមិនអត់កាច់កណាវិញខ្ញុំដើរទៅផ្ទះហ្នឹងដើរផ្ទះមិនមានសោកាច់កក្នុងខ្លួនបានបានអីគេមិនអត់កាច់កនៅណាវិញបាទយើងសង្ស័យយើងឆែកទៅយើងបងសុំឃើញកាច់អូសង្ស័យជីល្បាតឆែកឃើញតែម្ដងបងណាប្រិមត្តនេះអូប្រិមត្តជនបាទសោកាច់កម៉ូតូហើយកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋានខណ្ឌទូកកធ្វើការខាត់ខ្លួនបានចំនួន2នាក់ប្រិមត្តនេះបាទសោកាច់កគឺបងមិញឆែកក្នុងកប៉ាល់វាមែនបាទបងបាទមួយហ្នឹងហ៎មួយនោះអូមួយនោះបាទបងបាទអូបាទនៅប្រិមត្តបាន2នាក់អីបាទគឺចាប់បានចោលបាទមានសោកាច់កម៉ូតូនៅជាប់ខ្លួនណាបងប្អូនយើងបាទមិញសម្ភារៈមិញហ្នឹងគឺសមត្ថកិច្ចធ្វើការល្បាតហើយយើងស្មានតែករណីផ្សេងដល់ពេលឆែកចាក់ស្ដាយមកគឺមានសោកាច់កបាទម៉ូតូនៅក្នុងកប៉ៅបាទចាក់ស្ដាយហើយឮថាជាមុខសញ្ញាចាស់ទៀតបងប្អូនយើងឥឡូវសមត្ថកិច្ចនៃអធិការដ្ឋានខណ្ឌទូកកលោកធ្វើការឃាត់ខ្លួនរហូតដល់2នាក់បាទគឺយកទៅអធិការដ្ឋានខណ្ឌទូកកដើម្បីធ្វើការសួរនាំទៅតាមទេវវិធីឯងព្រោះរសារសោកាច់កម៉ូតូអសទេគឺនៅជាប់កប៉ៅជនសង្ស័យតែម្ដងតែគាត់ដើរបាទកវាយហ្នឹងគឺឃើញនៅសិនម៉ូតូនោះបាទដាក់តែប្រហែលហ្នឹងគឺបាត់ហ្មងហើយម្ដុំនេះដឹងស្រាប់ឯនេះបាទឃើញគឺសិនម៉ូតូនោះបាទម៉ូតូដែលខ្ញុំចូលទៅបាទតែវាដើរធ្វើលេលើហ្នឹងភ្លេចខ្លួនវាកាច់យកបាត់អញ្ចឹងពួកនេះຕົកចិត្តអត់បានទេបងប្អូនយើងព្រោះវាត្រៀមបាត់ហើយត្រៀមលក្ខណៈឯងមានទាំងសោកាច់កម៉ូតូមានអសទេដាក់ក្នុងកប៉ៅហើយបើដើរធ្វើលេលើបាទហ៊ានថាប្រហែលពវៀនហ្នឹងគឺដាក់បាត់ឯម៉ូតូបាទយ៉ាងណាមិញអរគុណទៅដល់កម្លាំងសមត្ថកិច្ចខណ្ឌទូកកដែលលោកតែងតែល្បាតបាទក្នុងមូលដ្ឋានរបស់លោកហើយយើងឃើញសកម្មភាពសមត្ថកិច្ចខណ្ឌទូកកលោកធ្វើការបាទយកចិត្តទុកដាក់មែនទែនបាទល្បាតទាំងយប់ទាំងថ្ងៃធ្វើការប្រមាញ់តាមចាប់ជនសង្ស័យដែលតែងតែធ្វើសកម្មភាពក្នុងមូលដ្ឋានរបស់លោកអផងដែរហើយការពីមួយថ្ងៃនេះបាទសមាជិកដឹកជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងត្រូវបានកង់3បុករបួសធ្ងន់ទៀតបាទគឺយើងគេគាត់មានហានិភ័យមែនទែនហើយអរគុណទៅដល់បងសមាជិកបាទខណ្ឌទូកកដែលបានធ្វើការបង្ក្រាបទាន់ពេលវេលាបាទគឺដោយសាររដូវនេះគឺរដូវកាល World Cup អញ្ចឹងបាទបងប្អូនសូមមេត្តារក្សាទ្រព្យសម្បត្តិរបស់ខ្លួនជាពិសេសរបស់ដែលមានតម្លៃម៉ូតូបាទទូរស័ព្ទដែលមានតម្លៃផងដែរអរគុណមិនមែនខំចំណាយពេលតាមដានទស្សនាខ្ញុំបាទចង់ពុះសូមគោរពលា